ตาเนี่ยดังเต้กรอนตายโยนมือกรอบก็อาจกัดบรรทอยวอลบานได้ตามวิดีโอนี้คือยังดะเพลิงดับปีวอลโจลเตา LED ปันตายยังต่อโยดเจียดำนอต่อขณีต่อเจสรีปีมุ้ยต่อมุ้ยปีมุ้ยต่อมุ้ยให้ยังนึงเคยทาทางเลือวอลครั้งดับปีวอลฉลองกัดโยนมือเตี้ยกัดบรรทอยวอลคือวอลโตยเตาคือไปกัดบรรทอยตามดาวโยดยังต่อจบគ្នានឹងឯងព្រោះយោតមួយវាស៊ីភ្លើងកន្លះវ៉ុលអញ្ចឹងយោត2ស៊ីអស់1វ៉ុលយោត3អស់1វ៉ុលកន្លះយោត4អស់2វ៉ុលអញ្ចឹង12វានៅសល់10វ៉ុលអញ្ចឹងយើងតយោតកាន់តែច្រើនវ៉ុលវាកាន់តែទាបនេះគឺយើងអាចប្រើជំនួស IC ភ្លើង regulator បានហើយយើងអាចយកមកតជាមួយ LED ប្រភេទនេះបានវាមិនក្តៅទេវាអាចប្រើបាននេះគឺយោតមិនមែនប្រើសម្រាប់តែផ្លាស់ប្ដូរប៉ូលបូកដកទេគឺយើងអាចយកមកប្រើកាត់បន្ថយវ៉ុលបានដែរគ្រាន់តែថាបើយើងត្រូវការកាត់បន្ថយវ៉ុលច្រើនតើយើងតឲ្យបានច្រើនគ្រាប់ឥឡូវយើងមកមើលវីដេអូមួយនេះវិញគឺជាវីដេអូកែច្នៃនេះគឺបងប្អូនជាងដូចគ្នាឬក៏អ្នកមិនមែនជាងក៏ដោយគិតថាអាចទៅរួចទេសូម្បីតែខ្ញុំគឺជាជាងក៏ខ្ញុំនៅមានចម្ងល់ថាវាអាចទៅរួចដែរឬអត់ព្រោះមើលទៅដូចជាមិនសមគួរនឹងអាចទៅរួចទេមើលទៅបងប្អូនគឺគេរើសយកឆ្នាំងបាយចាស់ដែលវាខូចនឹងគឺគេដោះយកគម្របចេញបាទរួចហើយគឺគេកាត់ផ្ដាច់ប្រព័ន្ធខ្សែភ្លើងទាំងអស់គឺយើងមិនត្រូវការវានោះទេគឺយើងត្រូវការតែថាសរបស់វាតែប៉ុណ្្នឹងឯងនៅក្នុងថាសរបស់វានេះគឺជាមានរេស្តង់គឺជាលួសក្រហមគេវិញជុំវិញអញ្ចឹងដើម្បីពេលយើងដាក់ភ្លើង220ទៅគឺវាក្តៅដល់ពេលវាក្តៅអញ្ចឹងគេបញ្ជាក់ថាវាមិនទាន់ខូចទេអានឹងគេបានយកមកធ្វើការចោះឲ្យច្រើនរួនបែបនេះបន្ទាប់មកទៀតគេសាកយកដាក់អូម៉ែត្រវឹសមើលកាច់ភ្លើង AC ហើយគេបាញ់កម្ដៅចូលវាគឺយើងដុតគៀសពេលដែលគៀសនឹងវាក្តៅអាដុំនឹងវាឡើងក្តៅស្រាប់តែវ៉ុលនឹងវាឡើងហើយអាចទៅរួចទេបងប្អូនមើលមើលពេលវ៉ុលវាឡើងអញ្ចឹងបានគេថាវ៉ុលឡើងអញ្ចឹងគេអាចយកទៅធ្វើគឺបំលែងពីការដុតភ្លើងយើងហ្នឹងដុតភ្លើងឲ្យឆេះឲ្យក្តៅរួចហើយបំលែងទៅជាអគ្គិសនីហើយគេយកឆ្នាំងដដែលហ្នឹងគេយកមកកាត់ហ្នឹងឯងកាត់មកធ្វើជាចង្ក្រានហើយគេយកដុតជាមួយមើលបាទគេយកដុតភ្លើងឲ្យឆេះបងប្អូននេះគេរៀបចំធ្វើជាកលាស្នាញ់សម្រាប់ទប់បាទសម្រាប់ទប់ខ្ជូងហើយគេដាក់ខ្ជូងចូលហើយគេដុតខ្ជូងឲ្យឆេះមើលវាទៅរួចអត់បងប្អូនអើយរួចហើយគេចាប់ខ្សែចេញមកក្រៅពីរនឹងឯងបន្ទាប់មកគេដុតភ្លើងហើយគេចាប់សាកផ្សាឲ្យមើលអូកុហកសុតបាត់ហើយបងប្អូនអើយគ្រាន់តែឃើញក៏ដឹងតែកុហកដែរបើថាអាចមានភ្លើងតិចតួចអានឹងប្រហែលជាអាចគួរឲ្យជឿប៉ុន្តែបើថាដល់ថ្នាក់យកមកផ្សារអញ្ចឹងចប់បាត់ហើយទូផ្សារគេលក់លេងដាច់ហ្នឹងបងប្អូនអើយអញ្ចឹងវីដេអូនេះគឺខ្ញុំអត់ជឿទេបងប្អូនបើបងប្អូនណាចង់ដឹងសាកធ្វើតាមមើលបងប្អូនមើលធ្វើតាមកើតឬយ៉ាងម៉េចជួយប្រាប់ជាងផងដូចខ្ញុំខ្ញុំអត់មានទេនេះបើមានសាកធ្វើមើលប៉ុន្តែភាគរយនៃការគិតរបស់ខ្ញុំគឺវាមិនអាចទៅរួចទេបងប្អូនអើយនេះគឺការគិតទេតែយើងសាកល្បងមើលទៅបើយើងចង់ដឹងអើយគិតទៅវីដេអូប្រភេទនេះខ្ញុំបើសិនជាការកាត់តបងប្អូនបើសិនជាការកាត់តយើងទៅសើវាទៅសើអ្នកកាត់តមែនទេកាត់តនឹងឆ្នៃមកឲ្យវាចេញជាវីដេអូបែបនោះក៏ទៅរួចវីដេអូប្រភេទនេះខ្ញុំឃើញច្រើនដែរបងប្អូនឃើញច្រើនដែរណាមិនមែនតែបែបនឹងទេវាមានធ្វើដុំភ្លើងធ្វើអីណាណីអញ្ចឹងវាអាចជាទៅរួចខ្លះនឹងមិនទៅរួចខ្លះ PC សងទៅលើយើងសាកល្បងទៅបើចង់ដឹងសាកល្បងបងប្អូនបើសាកល្បងកើតហើយឬយ៉ាងម៉េចជួយ comment ប្រាប់ខ្ញុំផងព្រោះខ្ញុំអត់មានពេលហើយក៏អត់មានឆ្នាំងបែបនេះធ្វើដែរអញ្ចឹងដល់លក្ខណៈជាងចង់ឆ្ងល់ដែរបងប្អូនអើយ